slide បន្តនេះគឺយើងនិយាយថាយើងនិទានអំពីរឿងដើមឈើជារឿងនិទានអំពីរឿងដើមឈើដែលដើមឈើមួយដើមហ្នឹងវាស្ថិតនៅក្នុងបរិបទនៃការលូតលាស់របស់គាត់ហ្នឹងគឺលំបាកខ្ញុំមិនទាន់បង្ហាញរូបភាពទេតែខ្ញុំសូមនិទានរឿងបន្តិចអ្នក businessman ជប៉ុនម្នាក់ដែលគាត់មានភាពល្បីល្បាញលោកគីយ៉ូហូដែលគាត់ជាម្ចាស់ក្រុមហ៊ុន Happy Science គាត់បាននិទានរឿងហ្នឹងនៅក្នុងសភៅសរសេររបស់គាត់ដែលសភៅគាត់ឈ្មោះថាដូចជាមិនបរាជ័យតែខ្ញុំចាំបានសភៅនេះជាឈ្មោះចឹងឯងគាត់បាននិទានអំពីដើមឈើដែលស្ថិតនៅក្នុងបរិបទលំបាកហ្នឹងគាត់ថាការគាត់ពីតូចនៅតូចគាត់ទៅស្រុកកំណើតគាត់តែងតែដិតភ្នក់ពួកភ្នក់ភ្លើងណាដិតភ្នក់ភ្លើងហ្នឹងនៅកន្លែងដើមឈើហ្នឹងភ្នក់ភ្លើងគ្រាន់តែគាត់ដិតជាទូទៅនៅចិត្តដើមឈើឯងប៉ុន្តែវាមិនធ្វើឲ្យដើមឈើងាប់ទេគ្រាន់តែដើមឈើវាក្រិនធម្មតាភ្នក់ភ្លើងវានៅចិត្តដើមឈើដុះនៅចិត្តភ្នក់ភ្លើងហើយគាត់ទៅពួកភ្នក់ភ្លើងហ្នឹងមិនលុះថ្ងៃនៅហ្នឹងវាធ្វើឲ្យដើមឈើហ្នឹងវាមិនងាយលូតលាស់ទេវាក្តៅជាងកាលវាស្លឹកអីចឹងទៅប៉ុន្តែក្រោយពីគាត់ដុតរយៈពេលប្រហែលឆ្នាំមកគាត់សង្កេតឃើញដើមឈើហ្នឹងអត់ងាប់ដើមឈើដែលវានៅចិត្តភ្នក់ភ្លើងហ្នឹងវាអត់ងាប់ដល់ក្រោយមកដើមឈើធំទៅដើមឈើហ្នឹងវាមានសភាពរាងក្រិនវាលូតលាស់យឺតក៏ប៉ុន្តែវារឹងមាំវាធន់អាកាសធាតុវាធន់នឹងខ្យល់ព្យុះអញ្ចឹងនៅពេលដែលថ្ងៃមួយនោះប្រទេសជប៉ុនកន្លែងតំបន់ហ្នឹងគឺមានខ្យល់ព្យុះមានជួយដីដើមឈើដែលវានៅចិត្តភ្នក់ភ្លើងដែលគាត់បំពួកភ្នក់ភ្លើងមិនលុះថ្ងៃហ្នឹងហើយនៅពេលដែលវាធំឡើងវាក្រិនសបកវាក្រាស់វាធន់វាអត់ដួលវាអត់រលើងវាអត់រលំប៉ុន្តែគាត់ប្រៀបធៀបជាមួយដើមឈើដែលនៅក្បែរផ្ទះគាត់មួយទៀតជួបព្យុះជួបអីដូចគ្នាហ្នឹងវារលំបាត់ដើមឈើពីតូចហ្នឹងដើមឈើមួយទៀតហ្នឹងគឺថាវាអត់មានអីវាអត់មានផលលំបាកដែលវានៅពីតូចគឺវារស់ក្នុងបរិស្ថានដែលល្អបរិស្ថានដែលបង្កឲ្យមានការលូតលាស់ហ្នឹងលឿនឆាប់រហ័សឆាប់ធំបើតែមានព្យុះមកវាទៅជាអារម្មណ៍អាដើមឈើក្រិនដែលគាត់នៅក្បែរភ្នក់ភ្លើងមកគាត់ហ្នឹងតាំងពីតូចហ្នឹងវាអត់រលំអញ្ចឹងរឿងនិទានរបស់គាត់ចង់បង្ហាញថាយើងមើលថ្មីបើការលូតលាស់មាននៅយឺតដើមឈើដែលចិត្តភ្នក់ភ្លើងហ្នឹងប៉ុន្តែវាជាដើមឈើដែលវាធន់វាជាដើមឈើដែលវាលូតលាស់ក្នុងវាស៊ាំនឹងភាពលំបាកអញ្ចឹងខ្យល់ព្យុះមុំគឺអត់អាចធ្វើឲ្យដើមឈើរលំទេប៉ុន្តែបើយើងប្រៀបធៀបមនុស្សយើងវិញយើងកើតក្នុងតកូលអ្នកយើងធូធាយើងកើតក្នុងសង្គមឧទាហរណ៍តកូលវាមិនសូវលំបាកជួបបញ្ហាអីគិតមិនសូវលិចទេដោះស្រាយមិនសូវបានទេគឺយើងវាអត់ធន់អត់បានរៀនសូត្រអំពីបញ្ហាហ្នឹងហើយបើយើងជាអ្នកដែលក្មេងជាមនុស្សដែលតស៊ូជាមនុស្សដែលយើងមកពីស្រុកចំការជនបទរៀននៅពីតូចញ៉ាំព្រឹកខ្វះល្ងាចញ៉ាំល្ងាចខ្វះព្រឹកជិះកង់ទៅរៀនឬដើរទៅរៀនអីចឹងយើងធន់យើងស៊ូជាមួយផលលំបាកទាំងអស់ហ្នឹងថ្ងៃក្រោយបើទោះជាមានផលលំបាកទៀតផលលំបាកហ្នឹងវាគ្រាន់តែជាកូនចៃមួយហ្នឹងវាអត់ប៉ះពាល់ឲ្យដល់យើងធ្ងន់ធ្ងរហ្មងទេអញ្ចឹងកន្លែងហ្នឹងក៏ចង់ក្នុងន័យថាឲ្យយើងរៀនសូត្រឲ្យយើងព្យាយាមយកបទពិសោធន៍ដែលលំបាកហ្នឹងដើម្បីធ្វើជាបទពិសោធន៍សម្រាប់ដោះស្រាយបញ្ហានៅកំឡុងពេលដែលយើងរស់នៅ30 40 50 60ឆ្នាំបន្តទៀតអញ្ចឹងការជួបផលលំបាកវាតែងតែធ្វើឲ្យមនុស្សកាន់តែរឹងមាំបើសិនជាយើងព្យាយាមកុំរត់ចោលបញ្ហាហ្នឹងចឹង slide នេះខ្ញុំចង់បង្ហាញអំពីដើមឈើដូចរឿងដូចរបស់លោកគីយ៉ូហូគាត់បាននិទានណាយើងមើលវាជាស្ថានភាពមួយដែលមិនបើយើងគិតថាมันគួរនឹងមានរុក្ខជាតិណាមកដុះនៅលើថ្មអញ្ចឹងទេ
chân không ai khác không chẳng nào đọc mà phê rục ở chiết nâng đọc mà phê côn chơi tôi nâng khinh tranh ma tờ mùi này khinh tranh ma tờ mùi này chân vì sở điên hai Paul là tha vì chỉ ca lồng bạ muối chân như mơ trang thmô hay đam chơi với nơi ta liệt đô tranh ma bị bà hào tôi bán nè chân bà dương priệp thiệp bà dương interpret bà dương bỏ phẻ âm pi rupi mi tư ao ta khơi như run ao ta miên cô đai ta trong tranh chia dương hổ run tranh này cả hai mình tích cả ai luôn lo tranh mà ban này chân áp không biết mình cô đau chịu vứt cô đau bao nhiêu nó cứ khăng à khăng tại dương ở hồ về thi xa hay khăng tại dương bong trao cô đau nâng ấy từ dương ở miền Tây trình cái này dương bong cô đau nâng dương nơi tại hồ về thi xa viên ở miền trọ chơi nhảy nhưng mà đam chơi mùi đi mình đam chơi mùi đi bỏ bị tối đang đang tay khai bỏ bị tối nên là viên rong nơi ở địa phương lấy khả tỷ của đọc về việc thôm chẳng đang với mượt bàn này canh crân viết chẳng lần ta thì tôi còn rong ở được cô lực này con nhà na cả đó việc thuê con nơi tại đồ bán con miếng lắc ở sau phòng rong bán thì mua mùi này tiệt ai thật mò nó việc bay xếp được rồi đời xa đam chơi rục máu kia việc bay mò nữa con nhà na cả đó miếng lời chỉnh chứ miên mà trọ muối đã ai có đâu riêng miên chỉ vật bàn vì priết đôi mà đâu dương là miên cô đau để xoa xoay của cô đau không chỉ vật rồi có cô đau càng như xem nữa dương bữa đàn spung nơi phát sát cô vọt dương nên ngài đàn spung chân sọc chất cứ rùa chạ rư vọt từ lừa phát sát lừa mỏ tầm bây cô đau bạc quát cứ bàn rùa chân sổ màu vĩnh lại làm pi đi tiên rương ní cứ không này thật ti muối ai mình dương nứng long chua panh hà chua bắt dương chi diêm riêng sâu bị vía dương chi diêm vô bọt bị sao nứng tới chỉ spiền tới chỉ nòn sầm rạp ca riêng sâu vây nứng cứ chịu vây là bay dương thật xòm mê riêng chỉ vật nồng là bay vô từ pra nơi không tùm lông ha học sắp năm để dương đừng luôn nơi tuyệt to tiệt hay bởi dương mình miên Paul lồng ba dương mà miên pa nhà ha dương miên pa nhà ha dương chập đam rút kíchពីបញ្ហានោះយើងអត់អាចសន្សំនៅមេរៀនជីវិតនឹងបានទេកន្លែងនេះគឺខ្ញុំនឹង share 5 គន្លឹះដែលយើងអាចគ្រប់គ្រងបរាជ័យបានមិនមែនតែយើងមានច្រើនប៉ុន្តែខ្ញុំដកស្រង់រៀបចំនឹងមាន5គន្លឹះ5ចំណុចបើយើងគួបផ្សំគ្នាទៅយើងអាចយកវាទៅជាអាវុធដើម្បីប្រឆាំងជាមួយនឹងបញ្ហាដែលយើងនឹងជួបឬក៏ភាពបរាជ័យដែលយើងនឹងប្រទះនៅក្នុងជីវិតគ្រួសារជីវិតការងារឬក៏ការរកស៊ីផ្សេងហ្នឹងទី1ខ្ញុំបានដាក់ថាពាក្យថាព្រមឬមិនព្រមអញ្ចឹងនៅពេលដែលយើងជួបបញ្ហាតែយើងព្រមជាមួយបញ្ហានឹងអត់ព្រមថាវាជាបញ្ហាឬក៏វាមិនព្រមឬក៏យើងមានទស្សនៈថាយើងមិនព្រមចាញ់វាយើងអត់ចុះចាញ់វាអត់ព្រមជាមួយបញ្ហាហ្នឹងឯងអាហ្នឹងយើងមើលពីឆន្ទៈរបស់យើងមើលពី commitment របស់យើងបើយើងព្រមងារយើងបោះបង់ហើយដូចតែខ្ញុំតែនិយាយថា the winner never quit and the quitter never win អញ្ចឹងបើយើង quit វាបើយើងបោះបង់
គឺយើងព្រមតែជាមួយបញ្ហាហ្នឹងហើយប៉ុន្តែបើយើងជួបបញ្ហាឬជួបវិបត្តិយើងមិនបោះបង់វាគឺយើងមិនព្រមចាញ់វាទេអញ្ចឹងណាយើងធ្វើចិត្តបានថាយើងអត់ព្រមចាញ់វាទេនោះយើងចូលដល់ stage ទី2 stage ទី2របស់យើងគន្លឹះទី2របស់យើងគឺយើងមើលចិត្តយើងឯងមិនព្រមយើងរើសយកជំរើសមិនព្រមចោះចាញ់បញ្ហាយើងរើសយកជំរើសមិនព្រមចោះចាញ់បរាជ័យហ្នឹងឯងមិនព្រមចោះចាញ់វិបត្តិហ្នឹងឯងអញ្ចឹងនៅពេលដែលយើងរើសយកបញ្ហាយើងរើសយកជំរើសដែលមិនព្រមហ្នឹងហើយយើងត្រូវដាក់ចិត្តដាក់កាយដើម្បីពង្រឹងពង្រីកនៅវិញ្ញាណរបស់យើងនៅស្មារតីរបស់យើងអញ្ចឹងពេលហ្នឹងស្មារតីហើយនឹងវិញ្ញាណរបស់យើងគឺមកព្រមគ្នាព្រោះយើងថាមិនព្រមហ្នឹងអញ្ចឹងអាពីរហ្នឹងវាមកទាំងព្រមវាធ្វើឲ្យយើងមានស្មារតីរឹងមាំវាធ្វើឲ្យយើងមានស្មារតី focus ថាយើងមិនព្រមចោះចាញ់យើងត្រូវតែប្រឈមជាមួយវាអញ្ចឹងរៀនកន្លែងហ្នឹងជាដំណាក់កាលដែលយើងអាចរៀនពង្រឹងស្មារតីរៀនពង្រឹងស្មារតីរៀនពង្រឹងចិត្តវិញ្ញាណកន្លែងនេះយើងនិយាយពីរពាក្យគឺពង្រឹងស្មារតីនិងពង្រឹងចិត្តវិញ្ញាណឲ្យរឹងមាំបន្ទាប់ពីយើងរៀនពង្រឹងស្មារតីនិងចិត្តវិញ្ញាណហ្នឹងយើងចូលដល់ចំណុចទី3យើងរើសយកជំរើសទី3ជាទូទៅបើយើងជួបបញ្ហាយើងជួបនឹងផលលំបាកស្ថានភាពដែលលំបាកហ្នឹងប្រកាសជាទាមទារឲ្យយើងយកតែមួយជំរើសយក A ឬយក B យក A ឬយក B ប៉ុន្តែជាទូទៅកន្លែងនេះក្នុងគន្លឹះនៃការគ្រប់គ្រងបញ្ហាហ្នឹងគ្រប់គ្រងបរាជ័យនេះគេឲ្យយើងយក A ឬយក B ឯងយើងយក C យើងយកជំរើសទី3ជំរើសទី3នេះគឺក្នុងន័យឲ្យយើងយកបញ្ហាហ្នឹងធ្វើជាឈ្នន់យកបញ្ហាធ្វើជាឈ្នន់យកបញ្ហាធ្វើជាមេរៀនជីវិតគឺទម្លុះរៀនសូត្រពីវាតាំងស្មារតីតាំងចិត្តកាយវិញ្ញាណហើយព្យាយាមសិក្សាអំពីវាព្យាយាមស្វែងរកដូចក្នុងវីដេអូខាងដើមព្យាយាមស្វែងរក mentor ឬក៏អ្នកប្រឹក្សាឬក៏មិត្តភ័ក្តិឬក៏សហការីដើម្បីសុំយោបល់ដើម្បីបញ្ចេញឲ្យគេស្ដាប់នៅបញ្ហាយើងដើម្បីយើងធូរទ្រូងជួនកាលមតិយោបល់របស់គេហ្នឹងទី1យើងនិយាយទៅយើងធូរទ្រូងហ่ะទី2គេអាចនឹងឲ្យមតិយោបល់ខ្លះដែលមតិយោបល់នោះអាចជាមតិយោបល់ចំណុចតូចណាមួយដែលយើងចាប់បានវាអាចនឹងជួយដោះស្រាយបញ្ហាយើងដែរវាអាចជាជំនួយដែរឬក៏ម្យ៉ាងទៀតយើងអាច refer យើងអាចស្រាវជ្រាវមើលអានជាសភៅ search internet ព្រោះឥឡូវវាស្រួលហើយជួបបញ្ហា search internet ចេញវិធីសាស្ត្រចេញដំណោះស្រាយបញ្ហាក្នុងហើយជាទូទៅអញ្ចឹងយើងអាចអានសភៅក៏ជាជំរើសដែរណាគឺជាជំរើសទី3របស់យើងគឺយកបញ្ហាជាឈ្នន់យកបញ្ហាជាលេសមិនមែនយកបញ្ហាជាលេសឲ្យយើងរត់ចេញពីបញ្ហាបញ្ជាក់ឡើងវិញយកបញ្ហាជាលេសដើម្បីឲ្យយើងមានឱកាសរៀនសូត្រអំពីវាមានឱកាស communicate មានឱកាសទៅរកអ្នកដែលយើងអាចហែកទ្រូងឲ្យគេស្គាល់ដឹងអំពីទុក្ខលំបាករបស់យើងប៉ុន្តែក៏ទំរអ្នកដែលយើងប្រាប់អំពីទុក្ខលំបាករបស់យើងប្រាប់អំពីបញ្ហារបស់យើងគេយកបញ្ហាយើងទៅហែកគេយើងអីទៀតណាយើងរកអ្នកដែលយើងអាចទុកចិត្តបានចំណុចបន្ទាប់ទៀតគឺស្ថិរភាពបរិយាវត្ថុជាទូទៅបញ្ហាដែលកើតមានគឺវាពាក់ព័ន្ធរឿងលុយដែររឿងលុយហ្នឹងអាចធំអញ្ចឹងយើងត្រូវធានាថាយើងនឹងមិនឲ្យមានអស្ថិរភាពបរិយាវត្ថុទេអញ្ចឹង
មុនអញឥឡូវបើយើងនិយាយពីមុននឹងជួបបញ្ហាមុននឹងមានវិបត្តិយើងត្រូវធានាថាស្ថិរភាពហិរញ្ញវត្ថុយើងអាចធានាបានមកសវាយអត់ឬក៏វានឹងយើងអាចមានថវិកាប្រើប្រាស់ប្រចាំថ្ងៃចិញ្ចឹមជីវិតអត់អញ្ចឹងដែលដូច LC យើងដែលយើងតែងតែ focus តែងតែរៀនសូត្រ share កំណត់គ្នាទៅវិញទៅមករឿងបញ្ហាហិរញ្ញវត្ថុហ្នឹងហើយដែលជាមេរៀនដែលយើងអាចសមបានកាត់បន្ថយចំណាយបង្កើនចំណូលរកប្រភពចំណូលឲ្យបានចាប់ពី2ប្រភពឡើងទៅកុំឲ្យវាជា one way income ឬក៏ income វាមកច្រកតែមួយអញ្ចឹងអាច income at least យ៉ាងហោចណាស់ក៏វាមាន2ប្រភពឬ3ប្រភពកាន់តែច្រើនប្រភពកាន់ល្អឲ្យតែយើងគ្រប់គ្រងវាបានឲ្យតែយើងមានឱកាសមានពេលវេលាគ្រប់គ្រាន់ក្នុងការ generate income នឹងជួបបញ្ហាហើយអត់លុយចាយទៀតចងកបើជួបបញ្ហានៅមានលុយចាយអត់អីណាបើជួបបញ្ហាអត់លុយចាយទៀតមិនត្រឹមអត់លុយចាយហើយត្រូវសងបំណុលគេទៀតបង់ធនាគារទៀតអានោះជាបញ្ហាឃើញទេអញ្ចឹងនៅយើងត្រូវប្រកាសហ្នឹងហើយព្រោះយើងនឹងជួបវិបត្តិនឹងជួបបញ្ហានៅពេលណាមួយហើយធ្ងន់ធ្ងរហ្មងអញ្ចឹងប្រកាសស្ថានភាពហិរញ្ញវត្ថុនឹងវាអាចបណ្ដាលឲ្យយើងគិតអត់លិចទេចំណុចទី5អត់ឲ្យយើងភ្លេចខ្លួនទេកុំភ្លេចខ្លួនហើយកុំភ្លេចខ្លួនហើយក៏កុំសប្បាយនឹងអ្វីដែលយើងមានសប្តាហ៍បើយើងភ្លេចខ្លួនយើងសប្បាយជាមួយអ្វីដែលយើងមានសប្តាហ៍ហ្នឹងយើងមិនមានឱកាសក្នុងការរីកចម្រើនទេហើយយើងនៅពេលដែលយើងជួបបញ្ហានោះយើងអត់មានចំណេះដឹងគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាកន្លែងហ្នឹងខ្ញុំចង់និយាយថានៅពេលដែលយើងមានបើយើងភ្លេចខ្លួនហើយយើងមានបញ្ហានោះវិបត្តិឬក៏បញ្ហាហ្នឹងវាអាចនឹងធំជាងចំណេះដឹងរបស់យើងធំជាងសមត្ថភាពរបស់យើងវាធំជាងយើងព្រោះកាលណាតែវាធំជាងយើងយើងមានសមត្ថភាពទៅដោះស្រាយវាចេញទេអញ្ចឹងត្រៀមកុំភ្លេចខ្លួនគឺអភិវឌ្ឍខ្លួនឯងជានិច្ចអភិវឌ្ឍទាំងជំនាញទុនជំនាញរឹងរបស់ខ្លួនឯងហ្នឹងទាំង network ទាំងការតំណែងផ្សេងហ្នឹងអញ្ចឹងធ្វើម៉េចត្រៀមខ្លួនទៅហើយត្រៀមខ្លួនថាបើមានបញ្ហាមកបញ្ហាហ្នឹងគឺវាតូចជាងសមត្ថភាពខ្ញុំលើសបញ្ហាហ្នឹងកន្លែងនេះចង់បញ្ជាក់ថាមនុស្សដែលមានបញ្ហាភាគច្រើនហើយដោះស្រាយបញ្ហាមិនបានគឺមកអំពីសមត្ថភាពគាត់អន់ជាងបញ្ហាសមត្ថភាពគាត់នៅតូចជាងបញ្ហាធំជាងសមត្ថភាពគាត់បញ្ហាធំជាងចំណេះដឹងរបស់គាត់អញ្ចឹងចំទៅដោះស្រាយមិនគេបោះចេញហើយព្រោះខួរក្បាលយើងវាមានតែប៉ុណ្ណឹងចំណេះដឹងវាមានតែប៉ុណ្ណឹងសមត្ថភាពវាមានតែប៉ុណ្ណឹងឲ្យទៅដោះស្រាយបញ្ហាមិនបានបញ្ហាប្រព័ន្ធភ្នំស្លាយចុងក្រោយគឺជាន័យសង្ខេបអំពី5ចំណុចហ្នឹងមុននឹងចប់សង្ខេបឡើងវិញថាចំណុចទី1គឺភាពខុសគ្នារវាងជោគការបរាជ័យនិងភាពជោគជ័យគឺវាស្ថិតនៅលើការដែលយើងព្រមឬមិនព្រមបើយើងឃើញបញ្ហាបើយើងជួបវិបត្តិហើយយើងព្រមតាមវិបត្តិហ្នឹងគឺស្មើនឹងយើងខ្វិតស្មើយើងបោះបង់អញ្ចឹងគឺចប់ហើយមិនបាច់ទៅចំណុចណាទៀតទេព្រោះយើងបោះបង់ទៅហើយចំណុចទី2ចិត្តដែលមិនព្រមបើយើងរើសយកតែមិនព្រមបោះបង់បញ្ហាហ្នឹងត្រូវតែឆ្លិនវាត្រូវតែដោះស្រាយវាត្រូវតែប្រឈមជាមួយវាយើងតាំងចិត្តប្រឈមឲ្យបាន 100% ហើយមិនបោះបង់វាហើយពង្រឹងនៅសមត្ថភាពពង្រឹងនិងអភិវឌ្ឍនៅស្មារតីនិងចិត្តវិញ្ញាណរបស់យើងឲ្យវារឹងមាំកុំឲ្យវាទោទន់ទី3គឺយើងរើសយកជំរើសទី3ធ្វើបដិវត្តគំនិតបដោះគ្រាប់ពូជអាការព្យាយាមរបស់យើងហ្នឹងព្យាយាមរៀនសូត្រពីវាឲ្យខ្លាចជាមេរៀនជីវិត
នៅពេលដែលយើងបដោះក្របពូជឬនៃសេចក្តីព្យាយាមហើយបដោះក្របពូជនៃវិធីសាស្ត្រដោះស្រាយបញ្ហាបដោះក្របពូជនៃមេរៀនជីវិតបទពិសោធន៍ជីវិតនឹងនោះថ្ងៃក្រោយទៅយើងជួបបញ្ហាទៀតបញ្ហាវាគ្រាន់តែជាកូនចៃមួយឯងសមត្ថភាពយើងប្រកាសជាតែងតែធំចំណេះដឹងយើងតែងតែមានច្រើនជាងបញ្ហាដែលនឹងមករកយើងនៅពេលក្រោយៗនៅក្នុងជីវិតយើង50-60ឆ្នាំបន្តទៀតហ្នឹងទី3គឺស្ថានភាពបរិញ្ញវត្ថុជួបបញ្ហាហើយអត់លុយចាយទៀតអត់លុយចាយអាចស្វះស្វែងខ្ចីបុលបងប្អូនមិត្តភ័ក្តិអ្នកជិតខាងទិញមីញ៉ាំបានណាប៉ុន្តែបើហ៊ានតែចាប់ធនាគារជួបបញ្ហាចាប់ធនាគារទៀតអត់លុយសងធនាគាររត់ចោលស្រុករត់ចោលស្រុកបានចងកសម្រាប់ខ្លួនចប់ជីវិតអញ្ចឹងធានាថាសេរីភាពផ្នែកហិរញ្ញវត្ថុគឺយើងអាចមករស់បានកុំឲ្យជួបបញ្ហាអត់លុយចាយទៀតណានិយាយស្រួលស្ដាប់អញ្ចឹងក្រោយគេកុំភ្លេចខ្លួនកុំត្រេកតាអាលនឹងអ្វីដែលយើងមានសពថ្ងៃហ្នឹងព្រោះបើអ្នកធ្វើការគេកុំត្រេកតាអាលជាមួយការធ្វើការគេហ្នឹងធ្វើដល់កម្រិតណាក៏ដោយតែមានបញ្ហាក្រុមហ៊ុនគេទេមិនក្រុមហ៊ុនយើងទេអញ្ចឹងណាអញ្ចឹងយើងត្រូវកុំភ្លេចខ្លួនព្យាយាមអភិវឌ្ឍសមត្ថភាពព្យាយាមខ្លួនឯងបន្តព្យាយាម build network បន្ថែមព្យាយាមអភិវឌ្ឍជំនាញទុនបន្ថែមធ្វើម៉េចនៅពេលដែលជួបបញ្ហាឬក៏នៅពេលដែលយើងត្រូវការអភិវឌ្ឍជីវិតរបស់យើងបន្តទៀតនោះយើងមានឱកាសនោះយើង ready ហើយយើងត្រៀមខ្លួនឲ្យអស់ក្នុងការឈានចាប់យកឱកាសនោះយើងមានសមត្ថភាពគ្រប់គ្រាន់អូខេអញ្ចឹងនេះគឺជាសារសង្ខេបពាក់ព័ន្ធជាមួយ5ចំណុចក្នុងមានច្រើនជាងនឹងទៀតប៉ុន្តែជារួមមកចំណុចទាំងអស់នេះគឺភាគច្រើនទៅលើការរៀបចំនិងការបដោះនៅចិត្តគំនិតរបស់យើងដែលខ្ញុំតែនិយាយថាបើយើងខ្លាំងពីខាងក្នុងហើយនោះអ្វីដែលមកពីខាងក្រៅវាគ្រាន់តែជាដុំថ្មតូចមួយឯងវាមិនអាចធ្វើឲ្យយើងស្លាប់វាមិនអាចធ្វើឲ្យយើងគ្រោះថ្នាក់ធ្ងន់ធ្ងរបានទេបញ្ហាដែលមកគ្រាន់តែតូចទេchứ ព្រោះចិត្តខាងក្នុងវាខ្លាំងផ្នែកហិរញ្ញវត្ថុក៏សំខាន់ហើយការអភិវឌ្ឍសមត្ថភាពជាជីវៈខ្លួនឯងអភិវឌ្ឍបណ្ដាញ network និងការអភិវឌ្ឍសមត្ថភាពជំនាញទុនរបស់យើងក៏សំខាន់ក្នុងនឹងដើម្បីឲ្យយើងជំនះបាននៅរាល់បញ្ហាពិសេសហ្មងគឺបញ្ហាធំក៏យើងអាចជំនះវាបានដែរកុំថាឡើយបញ្ហាតូចណាអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងចែកម្លែកជូនហើយអរគុណច្រើនសម្រាប់ពេលវេលាហើយនឹងការត្រង់ស្ដាប់យកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នាអរគុណច្រើន